មកវិញហើយបងប្អូនធឿនធារាអ្នកលេងកែងពីខេត្តគុណខ្មែររបស់យើងក្រោយអាក់ខានក្នុងការដែលឡើងសង្វៀនអស់រយៈពេលជាច្រើនខែធឿនធារានឹងគ្រងលេងនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយដែលថោននឹងធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខត្រៀមតែត្រជាក់ភ្នែកនិងសប្បាយកញ្ជ្រៀវទៅសម្រាប់បងប្អូនមហាជនហ្វេនអ្នកគាំទ្រគុណខ្មែរជាមួយនឹងផ្ទាំងទស្សនីយភាពនៃការដែលរៀបចំការប្រកួតដ៏អស្ចារ្យនិងធំសម្បើមមួយពីខាងស្ថានីយទូរទស្សន៍ Town Full HD TV ដែលនឹងធ្វើឡើងនៅចុងខែនេះហើយដែលត្រូវនៅថ្ងៃទី28ខែមីនាឆ្នាំ2025ខាងមុខគឺសប្តាហ៍ក្រោយនេះឯងអញ្ចឹងសម្រាប់មហាព្រឹត្តិការណ៍ក៏មានវត្តមានកីឡាករធឿនជាអ្នកលេងកែងវិឃាតរបស់យើងផងដែរក្រោយអាក់ខានក្នុងការដែលឡើងប្រកួតអស់រយៈពេលជាច្រើនខែដោយយោងទៅតាមការដែលបង្ហោះនៅលើបណ្ដាញគណនី page របស់ធឿនធារាផ្ទាល់ដែលផុសភ្ជាប់ជាមួយនឹងវីដេអូឃ្លីបដ៏ខ្លីមួយហើយបានសរសេរនៅសំណេរយ៉ាងដូចនេះត្រៀមទាំងអស់គ្នាពុកម៉ែបងប្អូនចិត្តដល់ថ្ងៃឡើងប្រកួតហើយនៅក្នុងវីដេអូហ្នឹងគាត់ក៏បានបញ្ជាក់ថ្ងៃប្រកួតដែរគឺនៅថ្ងៃទី28ខែមីនាឆ្នាំ2025ហើយយើងចាំមើលទាំងអស់គ្នាមើលបងប្អូនថាតើដៃគូរបស់កីឡាករធឿនធារាអ្នកលេងកែងពិឃាតគឺជាកីឡាកររូបណាមកពីប្រទេសណាហើយសមត្ថភាពយ៉ាងម៉េចយ៉ាងម៉ាដែរហើយចំពោះធឿនធារាទៀតសោតមានបងប្អូនមហាជនហ្វេនអ្នកគាំទ្រនឹងនឹករលឹកខ្លាំងមែនតែនបងប្អូនធឿនធារាគាត់អាក់ខានក្នុងការដែលឡើងប្រកួតនឹងខ្ទង់ 3-4 ខែហើយតាំងតែពីចុងឆ្នាំ2024រហូតដល់ជិតពាក់កណ្ដាលឆ្នាំ2025ទៀតហើយបងប្អូនអញ្ចឹងការដែលអាក់ខានឡើងសង្វៀននេះគឺយូរខ្លាំងមែនទែនហើយយ៉ាងណាហ្វេននៅតែចង់តាមដានទស្សនាការប្រកួតរបស់កីឡាករធឿនធារាអ្នកលេងកែងពិឃាតគុណខ្មែររបស់យើងដូច្នេះចំពោះ admin ក៏មានតែប៉ុណ្ណឹងដែរហើយបងប្អូនចង់ឲ្យធឿនធារាប៉ះជាមួយនឹងកីឡាកររូបណាអាចចូលរួម comment បញ្ចេញជាមតិយោបល់ម្នាក់មួយមើលជាចុងក្រោយសូមជម្រាបលា